លោកហេងវណ្ណីអភិបាលរងខេត្តបាត់ដំបងនាព្រឹកថ្ងៃទី4ខែសីហាឆ្នាំ2026បានសម្ដែងនៃការកោតសរសើរចំពោះក្រសួងព័ត៌មាននិងមន្ទីរព័ត៌មានខេត្តបាត់ដំបងបានបន្តធ្វើយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2ក្រោមប្រធានបទពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មានការលើកឡើងនេះក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2នៅវិទ្យាល័យសង្កែស្រុកសង្កែខេត្តបាត់ដំបងដោយមានការចូលរួមពីឯកឧត្តមជាលីសែអនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តបាត់ដំបងលោកសុវណ្ណវិទិត្យាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងលោកធុនឈៀងតំណាងប្រធានមន្ទីរអប់រំយុវជននិងកីឡាលោកនាយកសាលាលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សយ៉ាងច្រើនកុះករលោកហេងវណ្ណីសង្ឃឹមយ៉ាងមុតមមថាក្មួយៗសិស្សានុសិស្សនឹងក្លាយជាយុវជនគំរូក្នុងការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយសីលធម៌ជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានពិតនិងជាកម្លាំងដ៏សំខាន់ក្នុងការចូលរួមទប់ស្កាត់ព័ត៌មានคล้ายៗនៅក្នុងសាលារៀនគ្រួសារសហគមន៍និងសង្គមជាតិក្នុងនោះដែរលោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រឹះស្ថានសិក្សាលោកគ្រូអ្នកគ្រូអាណាព្យាបាលនិងប្រព័ន្ធផ្សព្វផ្សាយទាំងអស់សូមបន្តចូលរួមជំរុញការអប់រំផ្សព្វផ្សាយនិងណែនាំយុវជនឲ្យចេះប្រើប្រាស់ព័ត៌មាននិងបណ្ដាញទំនាក់ទំនងសង្គមឲ្យបានត្រឹមត្រូវយើងទាំងអស់គ្នាត្រូវរួមគ្នាកសាងលំហព័ត៌មានមួយដែលពោរពេញដោយព័ត៌មានពិតគុណភាពសុវត្ថិភាពនិងទំនុកចិត្តលោកអភិបាលរងខេត្តបានប្រកាសគាំទ្រយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2និងឲ្យយុទ្ធនាការនេះប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយផ្លែផ្កានិងអាចរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយសុវត្ថិភាពព័ត៌មាននិងការកសាងពលរដ្ឋ Digital ល្អនៅក្នុងខេត្តបាត់ដំបងក៏ដូចជាទូទាំងប្រទេសកម្ពុជាឯកឧត្តមជាលីសែបានមានប្រសាសន៍ដែលលើកឡើងថាយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្ដារាជធានីខេត្តដើម្បីលើកកម្ពស់អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដោយបញ្ជាចំណេះដឹងបណ្ដុះបណ្ដាលសហគមន៍ជាពិសេសស្រទាប់យុវជនអំពីគ្រោះថ្នាក់នៃព័ត៌មានคล้ายៗវិធានការសុវត្ថិភាព Digital ក្នុងការត្រួតពិនិត្យប្រភពព័ត៌មានមុននឹងជឿឬចែករំលែកបន្តជៀសវាងអានព័ត៌មានคล้ายៗច្រើនពេកធ្វើឲ្យខួរក្បាលយើងគិតពីរឿងអវិជ្ជមានយុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងការពារសន្តិសុខព័ត៌មានដោយជំរុញស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់ព័ត៌មានរបស់ពលរដ្ឋពេលប្រើប្រាស់មធ្យោបាយ Digital គ្រប់ប្រភេទសម្រាប់រួមចំណែកការពារសណ្ដាប់ធ្នាប់សង្គមស្ថិរភាពនិងកេរ្តិ៍ឈ្មោះជាតិពីការបំផ្លិចបំផ្លាញដោយព័ត៌មានដែលមានចរិតឆបោកញុះញង់ឬការផ្សព្វផ្សាយខុសពីការពិតហើយយើងទាំងអស់គ្នាជាកាតាលីករដ៏សំខាន់ណាស់ដើម្បីផ្សព្វផ្សាយព័ត៌មានផ្សេងៗទៅសហគមន៍របស់យើងនៅពេលដែលទទួលបានព័ត៌មានពិតនោះសហគមន៍យើងមានសណ្ដាប់ធ្នាប់ល្អ